Bismillahirrahmanirrahim. Alhamdulillahirabbil alamin wassalatu wassalamu ala asyrafil anbiya'il mursalin nabiyina Muhammad wa ala alihi wa sahbihi wasallam. Assalamualaikum warahmatullahi wabarakatuh. បងប្អូនទាំងអស់ជាទីគោរពជាទីស្រឡាញ់ថ្ងៃនេះគឺយើងបន្តតទៅនឹងប្រធានបទរបស់យើងថ្ងៃមុនតទៅនឹង Sunan al-Ilahiyah ក្រិតក្រមរបស់ Allah Subhanahu wa Ta'ala ដែល Allah Subhanahu wa Ta'ala បានកំណត់មកថ្ងៃមុនគឺយើងបានយកនៅសុណាទី1នោះគឺសុណាអត្តតាហ្វុហើយថ្ងៃនេះអ៊ីនសាអល់ឡោះយើងយកនៅសុណាទី2គឺតទៅនឹងអលអ៊ីបទីឡាវ៉ាតាំហ៊ីសក្នុងនាមយើងជាអ្នកមូស្លីមហើយមនុស្សទាំងអស់ដែលអល់ឡោះស៊ុបហានាហ៊ូវតាឡាគាត់បង្កើតមកមិនថាមូស្លីមមិនថាមិនមែនមូស្លីមជនជាតិអីក៏ដោយខ្មែរចាមម៉ាឡេអារ៉ាប់ទាំងអស់នៅលើឌុនយ៉ានេះគឺអល់ឡោះស៊ុបហានាហ៊ូវតាឡាគាត់សាកល្បងគាត់ដាក់វិញ្ញាសាមកឲ្យពួកគាត់ប្រឈមនឹងបញ្ហាផ្សេងហើយបន្តមកគាត់នឹងក្លាយជាមនុស្សដែលរឹងមាំណាក្លាយជាមនុស្សដែលរឹងមាំអញ្ចឹងមុននឹងអល់ឡោះស៊ុបហានាហ៊ូវតាឡាឲ្យអ៊ីស្លាមរឹងមាំជាពិសេសគឺនៅក្នុងប្រទេសប៉ាឡេស្ទីនក៏ដូចជានៅអាហ្វហ្គានីស្ថាននៅស៊ីរីនៅប្រទេសផ្សេងអល់ឡោះស៊ុបហានាហ៊ូវតាឡាគាត់តែងតែសាកល្បងណាដាក់វិញ្ញាសាមកដើម្បីប្រឡងយើងទាំងអស់គ្នានេះគឺជាសុណារបស់អល់ឡោះស៊ុបហានាហ៊ូវតាឡាអល់ឡោះស៊ុបហានាហ៊ូវតាឡាដាក់បាឡាមកដើម្បីតាំហ៊ីសដើម្បីចម្រាញ់អ្នកណាដែលមានអ៊ីម៉ានពិតប្រាកដអ្នកណាដែលគាត់សបត់អ្នកណាដែលគាត់អត់ធ្មត់នៅក្នុងជីវិតរស់នៅរបស់គាត់អញ្ចឹងអល់ឡោះស៊ុបហានាហ៊ូវតាឡាគឺគាត់ដាក់ការប្រឡងវិញ្ញាសាទាំងអស់នោះអញ្ចឹងយើងមើលឃើញសពថ្ងៃអល់ឡោះស៊ុបហានាហ៊ូវតាឡាបានដាក់វិញ្ញាសាក៏ដូចជាសម័យមុនអល់ឡោះស៊ុបហានាតាឡាបានដាក់វិញ្ញាសាមកច្រើនសម្រាប់អ្នកអ៊ីស្លាមយើងតាំងពីសម័យណាប៊ីយើងមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវសល្លាមគឺវិញ្ញាសាដែលពួកកូរ៉េសគាត់ចង់ធ្វើបាបកំចាត់ណាប៊ីយើងមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវសល្លាមកុំឲ្យអ៊ីស្លាមរីករាលដាលរីកសុសសាយនៅក្នុងតំបន់បទ្វីបអារ៉ាប់ក្នុងនោះក៏មានពួកយេហូឌីក៏ចង់សម្លាប់ណាប៊ីយើងមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវសល្លាមចង់បំបិទនៅការដាក់វ៉ាស់របស់នប៊ីយើងមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវសល្លាមហើយជាបន្តបន្ទាប់សម័យបន្តមកទៀតដូចជានៅសម័យសាហាបាត់ឃើញមានការសម្លាប់សៃតាណាអ៊ូម៉ារមានការសម្លាប់សៃតាណាអ៊ូស្មានមានការសម្លាប់សៃតាណាអាលីហើយនឹងមានការហ្វីតណាស់ជាច្រើនអញ្ចឹងទាំងអស់នេះគឺអល់ឡោះស៊ុបហានាហ៊ូវតាឡាដាក់មកដើម្បីចម្រាញ់អ្នកណាដែលមានអ៊ីម៉ានពិតប្រាកដចំពោះអល់ឡោះស៊ុបហានាហ៊ូវតាឡាអល់ឡោះ Subhanahu wa Ta'ala បានហ្វីរម៉ានថាវលីយុម៉ាហ៊ីសអល់ឡោះالذين آمنوا ويمحق الكافرين ចឹងអល់ឡោះ Subhanahu wa Ta'ala ដាក់បាឡាដាក់វិញ្ញាសាផ្សេងនៅក្នុងជីវិតរស់នៅរបស់មនុស្សជាពិសេសគឺអ្នកអ៊ីស្លាមចឹងវិញ្ញាសាសម្រាប់យើងបច្ចុប្បន្នមានន័យថាគឺពួកយេហូឌីហើយនិងអ៊ីស្រាអែលហើយនិងពួកអឺរ៉ុបហើយនិងពួកអាមេរិកអីទាំងអស់ហ្នឹងមានន័យថាពួកគេជាវិញ្ញាសារបស់អល់ឡោះស៊ុបហានាហ៊ូវតាឡាសម្រាប់អ្នកដែលមានអ៊ីម៉ានសម្រាប់អ្នកដែលអ៊ីម៉ានជាពិសេសគឺនៅពិភពអ៊ីស្លាមណាជាដំបូងឡើយគឺនៅប្រទេសកូសូវូនៅប្រទេសកូសូវូនៅអាល់បានីនៅតំបន់អឺរ៉ុបខាងកើតគឺត្រូវពួកឈែបបានធ្វើអំពើប្រល័យពូជសាសន៍អញ្ចឹងអ្នកអ៊ីស្លាមយើងតស៊ូរហូតដល់បច្ចុប្បន្នមានន័យថាអ្នកអ៊ីស្លាមយើងមានសេរីភាពនៅក្នុងអឺរ៉ុបខាងកើតជាមួយនោះនៅអាហ្វហ្គានីស្ថានតាំងពីឆ្នាំ90ជាងមកហើយមានន័យថាសហភាពសូវៀតបានមកកាន់កាប់ទឹកដីអាហ្វហ្គានីស្ថានក្រោយមកក៏ដួលរលំទៅបន្ទាប់មកអាមេរិកកាំងមកទៀតរហូតដល់ចុងក្រោយគឺទទួលបានឯករាជ្យហើយប្រទេសអ៊ីស្លាមយើងគឺមានសេរីភាពអនុវត្តទៅតាមច្បាប់របស់អល់ឡោះស៊ុបហានាហ៊ូវតាឡាចឹងទាំងអស់នឹងគឺជាវិញ្ញាសាដើម្បីអល់ឡោះស៊ុបហានាហ៊ូវតាឡាចង់ចម្រាញ់អ្នកណាដែលមានអ៊ីម៉ានចំពោះអល់ឡោះស៊ុបហានាហ៊ូវតាឡាអល់ឡោះស៊ុបហានាហ៊ូវតាឡាក៏ថាវលីយុម៉ាហ៊ីសអល់ឡោះالذين آمنواអល់ឡោះស៊ុបហានាហ៊ូវតាឡាគាត់នឹងចម្រាញ់អ្នកដែលមានអ៊ីម៉ានពិតប្រាកដចំពោះអល់ឡោះស៊ុបហានាហ៊ូវតាឡាតាមរយៈបាឡាតាមរយៈការដាក់វិញ្ញាសាផ្សេងចឹងយើងមើលឃើញបច្ចុប្បន្ននៅក្នុងទឹកដីប៉ាឡេស្ទីនជាពិសេសគឺនៅក្នុងតំបន់ហ្គាហ្សាមានន័យថាពួកអ៊ីស្រាអែលបានគំទេចបានបំផ្លាញបានបលាយពូជសាសន៍នៅក្នុងតំបន់ហ្គាហ្សាហ្នឹងគឺតាមរយៈកំភ្លើងលុយរបស់ពួកអឺរ៉ុបហើយនិងអាមេរិកទាំងអស់នេះគឺយើងឃើញជាក់ស្ដែង
ចឹងសួរថាតើរឿងទាំងអស់នេះអល់ឡោះស៊ុបហានាហ៊ូវតាឡាទុកឲ្យវានៅអញ្ចឹងរហូតឬក៏យ៉ាងម៉េចចឹងអល់ឡោះស៊ុបហានាហ៊ូវតាឡាអត់ទុកអញ្ចឹងទេអល់ឡោះស៊ុបហានាហ៊ូវតាឡាគាត់ធ្វើនឹងគឺដើម្បីចម្រាញ់អ្នកណាដែលមានអ៊ីម៉ានពិតប្រាកដតស៊ូជឿជាក់តវកលចំពោះអល់ឡោះស៊ុបហានាហ៊ូវតាឡាពិតប្រាកដគឺអល់ឡោះស៊ុបហានាហ៊ូវតាឡាគាត់ថាវយ៉ាំហាកលកាហ្វីរីនក្រោយពេលអល់ឡោះស៊ុបហានាហ៊ូវតាឡាចម្រាញ់អ្នកដែលមានជំនឿចំពោះអល់ឡោះស៊ុបហានាហ៊ូវតាឡាពិតប្រាកដហើយចឹងអល់ឡោះស៊ុបហានាហ៊ូវតាឡានឹងបំផ្លាញពួកអ្នកកាហ្វៀរដែលមកជិះជាន់ធ្វើបាបអ្នកអ៊ីស្លាមយើងនៅក្នុងតំបន់ហ្គាហ្សាជាពិសេសចឹងមានគេសួរអ៊ីម៉ាមស្យាហ្វីអ៊ីរ៉ាហ៊ីម៉ាហ៊ុលឡោះគេសួរអ៊ីម៉ាមស្យាហ្វីអ៊ីរ៉ាហ៊ីម៉ាហ៊ុលឡោះថាអាយហ៊ូម៉ាអាហ្វដលលីររីជាលអាយម៉ាកានអោអាយបតាឡាគេសួរអ៊ីម៉ាមស្យាហ្វីអ៊ីរ៉ាហ៊ីម៉ាហ៊ុលឡោះថាតើមួយណាប្រសើរជាងសម្រាប់អ្នកអ៊ីស្លាមរីជាលកន្លែងនេះគឺសម្រាប់អ្នកអ៊ីស្លាមដែលមានអ៊ីម៉ានដែលគាត់តស៊ូដែលគាត់សបរដែលគាត់អត់ធ្មត់នៅក្នុងផ្លូវអល់ឡោះស៊ុបហានាហ៊ូវតាឡាតើគាត់គេឲ្យគាត់មានអំណាចមានន័យថាគាត់ជាមនុស្សដែលគេហៅថាមានសមត្ថភាពមានលទ្ធភាពមាំមួនខ្លាំងក្លាឬក៏ត្រូវបានគេសាកល្បងត្រូវសាកល្បងដោយភាពក្រីក្រដោយគេធ្វើបាបដោយគេហ្សាឡាំដូចបច្ចុប្បន្ននៅក្នុងប្រទេសអ៊ីស្លាមយើងមួយចំនួនដែលត្រូវគេធ្វើបាបចឹងអ៊ីម៉ាមស្យាហ្វីអ៊ីដោយសារគាត់បានសិក្សាអានសិក្សាទៅលើអត្ថបទក៏ដូចជាអាយ៉ាអល់កុរអានហាឌីសណាប៊ីច្បាប់ផ្សេងនៃអ៊ីស្លាមចឹងគាត់បានឆ្លើយថាឡាយុម៉ាកានូហាត់តាយុបតាឡាចឹងមនុស្សម្នាក់ដែលអល់ឡោះស៊ុបហានាហ៊ូវតាឡាគាត់បានបង្កើតមកជាពិសេសនៅអ៊ីស្លាមអល់ឡោះនឹងមិនអោយបុគ្គលនោះខ្លាំងក្លាទេមានសមត្ថភាពមានលទ្ធភាពមាំមួនមានអំណាចឬក៏មានជីវភាពឬក៏ស្ថានភាពរស់នៅប្រសើរនោះទេលុះត្រាតែអល់ឡោះស៊ុបហានាហ៊ូវតាឡាគាត់សាកល្បងសិនចឹងមេរៀននេះគឺមានគ្រប់នៅក្នុងគិសោះរបស់ណាប៊ីយើងឃើញថាណាប៊ីយូស៊ុហ្វអាឡៃហ៊ីសឡាមមុននឹងគាត់ក្លាយទៅជាមន្ត្រីដ៏ធំម្នាក់នៅក្នុងប្រទេសអ៊ីស៊ីបគឺគាត់ឆ្លងកាត់ការចម្រាញ់ការហាត់ពុតការលុតដំនៅក្នុងគ្រួសាររបស់គាត់បងប្អូនរបស់គាត់តាមបដន្ទាធ្វើបាបសពបែបយ៉ាងនៅពេលដែលគាត់មកដល់ប្រទេសអ៊ីស៊ីបហើយមានន័យថាត្រូវបានគេតាមជាបាបធ្វើបាបរហូតដល់ចុងក្រោយអល់ឡោះស៊ុបហានាហ៊ូវតាឡាបានលើកឋានៈណាប៊ីយូស៊ុហ្វអាឡៃហ៊ីសឡាមបានក្លាយទៅជាមន្ត្រីដ៏ធំម្នាក់ដែលមានអំណាចខ្លាំងក្លានៅក្នុងប្រទេសអ៊ីស៊ីបចឹងសម្រាប់អ្នកអ៊ីស្លាមនេះជារូបភាពមួយដែលឆ្លុះបញ្ចាំងទៅដល់បងប្អូនយើងដែលគាត់ទទួលរងនៅការធ្វើបាបជិះជាន់ហើយសម្រាប់យើងជាអ្នកមូស្លីមយើងត្រូវជឿជាក់ថាចុងក្រោយគឺអល់ឡោះស៊ុបហានាហ៊ូវតាឡាគាត់នឹងបំផ្លាញអ្នកណាដែលជិះជាន់ធ្វើបាបគេហើយសម្រាប់យើងជាអ្នកអ៊ីស្លាមមានន័យថាបើសិនជាយើងទទួលបានជ័យជំនះហើយដូចជានៅប្រទេសសេរីមានន័យថាមិនសងសឹកចំពោះសត្រូវមិនបង្កបញ្ហាទៅលើក្រុមណាដែលគាត់ធ្លាប់បង្កបញ្ហាទៅដល់ពួកគាត់គឺគាត់ទុកឲ្យពួកគេមានសិទ្ធិសេរីភាពទាំងអស់ហើយនេះគឺជាសុនណាស់របស់នប៊ីយើងមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវសសល្លាមនៅពេលដែលគាត់ទទួលបានជ័យជំនះគឺពួកគេអត់ឱនឲ្យចំពោះគូបដិបកឬក៏សត្រូវដែលធ្លាប់មានការតស៊ូបន្ទិញបន្ទោងគ្នាពីមុនមកអញ្ចឹងចំណុចទី2សុនណាស់អ៊ីបទីឡាវ៉ាតាំហ៊ីសនេះគឺជាចំណុចដែលសំខាន់ហើយអល់ឡោះស៊ុបហានាហ៊ូវតាឡាបានលើកឡើងថាយូម៉ាហ៊ីសមានន័យថាអល់ឡោះគាត់ចម្រាញ់បន្តមកគឺអល់ឡោះស៊ុបហានាហ៊ូវតាឡាគាត់បំផ្លាញពួកកាហ្វៀរអញ្ចឹងនៅពេលដែលអល់ឡោះសាឡាបំផ្លាញពួកកាហ្វៀរអញ្ចឹងអល់ឡោះស៊ុបហានាហ៊ូវតាឡានឹងឲ្យអ្នកអ៊ីស្លាមយើងគឺរឹងមាំខ្លាំងក្លាអ៊ីនសាអល់ឡោះ شكرا جزيلا سبحانك اللهم وبحمدك أشهد أن لا إله إلا أنت أستغفرك وأتوب إليك والسلام عليكم ورحمة الله وبركاته